អ្នកនាំពាក្យរងក្រសួងមហាផ្ទៃច្រានចោលនឹងថ្កោលទោសប្រព័ន្ធផ្សព្វផ្សាយនិងកម្លាំងប្រដាប់អាវុធថៃដែលមួយបង្កាច់ថាកម្ពុជាលាក់សពាវុធក្នុងកាស៊ីណូតែបង្ហាញរូបភាពទាហានខ្លួនចូលលួចក្នុងការិយាល័យនគរបាលការពារព្រំដែនទៅវិញអ្នកនាំពាក្យរងក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាលោកទូចសុខៈបានប្រកាសច្រានចោលនិងថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះប្រព័ន្ធផ្សព្វផ្សាយថៃដែលបានចុះផ្សាយជាបន្តបន្ទាប់ដោយបំភ្លៃការពិតក្នុងចរិតបំភាន់និងមួលបង្កាច់ចោទប្រកាន់ថាកម្ពុជាយកទីតាំងកាស៊ីណូនៅថ្មដាខេត្តពោធិ៍សាត់សម្រាប់លាក់ទុកសពាវុធដែលត្រូវបានកងកម្លាំងប្រដាប់អាវុធថៃស៊ើបការនិងឈានទៅរឹបអូសយកដោយស្លន់ស្លោភ្លេចគិតថារូបភាពដែលបង្ហាញមិនមែនជាកាស៊ីណូទេប៉ុន្តែជាការិយាល័យនគរបាលការពារព្រំដែនទៅវិញតែផ្ទុយពីការពិតប្រព័ន្ធផ្សព្វផ្សាយថៃគ្មានវិជ្ជាជីវៈទាំងនេះទៅវិញទេប្រឌិតមាតិកាឃោសនាខុសពីការពិតបោកប្រាស់ប្រជាពលរដ្ឋខ្លួននិងកុហកសាធារណមតិអន្តរជាតិជាលេសបិទបាំងនៃការធ្លាក់ចុះក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានជាពិសេសយើងថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះកងកម្លាំងប្រដាប់អាវុធថៃដែលបានចូលលុកលុយទីស្នាក់ការប៉ុស្តិ៍នគរបាលការពារព្រំដែនគោកច្រកផ្លូវ56ខេត្តពោធិ៍សាត់នៃដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាដោយលួចប្លន់រឹបអូសប្រមូលយកឧបករណ៍សម្ភារៈនិងសពាវុធបម្រើការងារការពារបូរណភាពទឹកដីនិងអធិបតេយ្យរបស់កម្ពុជាតាមរបៀបជាទាហានឧទាមពលគឺការរឹបអូសសពាវុធនៅក្នុងប៉ុស្តិ៍នគរបាលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាគឺជាសកម្មភាពឆក់ប្លន់ដែលបង្ហាញកាន់តែច្បាស់នៅការប្រើប្រាស់ច្បាប់ព្រៃរបស់រដ្ឋាភិបាលនិងយោធាថៃមកឈ្លានពានទឹកដីកម្ពុជាហើយភាគីថៃខ្លួនឯងត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់អន្តរជាតិដោយមិនអាចគេចវេះយករួចខ្លួនបានឡើយអ្នកនាំពាក្យរងរូបនេះក៏បានថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះកងទ័ពថៃនិងមន្ត្រីពាក់ព័ន្ធដែលតែងតែចូលមកលុកលុយឆោជើងខុសច្បាប់បំផ្លិចបំផ្លាញសំណង់អគារផ្ទះសម្បែងគំរាមកំហែងបំផិតបំភ័យនិងលួចយកទ្រព្យសម្បត្តិឧបករណ៍និងសម្ភារៈសម្រាប់បម្រើជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋស៊ីវិលដែលបានកំពុងរស់នៅជាអចិន្ត្រៃយ៍តាំងពីយូរលង់ណាស់មកហើយក្នុងវិសាលភាពនៃដែនអធិបតេយ្យកម្ពុជាក្នុងនាមក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាលោកទូចសុខៈបានទាមទារឲ្យភាគីថៃបញ្ឈប់ជាបន្ទាន់រាល់ទង្វើរំលោភបំពានពលរដ្ឋស៊ីវិលនិងសកម្មភាពយោធាប្រឆាំងពីកិច្ចព្រមព្រៀងសេចក្តីថ្លែងការណ៍រួមព្រមទាំងយន្តការនានាដែលមានស្រាប់ដោយត្រូវដកកម្លាំងទាំងឡាយចេញពីទីតាំងឈរជើងខុសច្បាប់បញ្ឈប់រាល់ទម្រង់អំពើហិង្សាផ្សេងៗនិងរងចាំការកំណត់ខណ្ឌសីមាដោយគណៈកម្មការកំណត់ខណ្ឌសីមាចម្រុះកម្ពុជាថៃធ្វើការងារជំនាញដើម្បីឈានទៅឯកភាពគ្នាជាមុនសិនត្រយងនាំសារពិតគ្រប់ទីកន្លែង